ឧបត្ថម្ភធំដោយ Revlon បញ្ចេញមុនស្នេហ៍ពេញរាងកាយ Protect កម្ចាត់បាក់តេរីបានរហូតដល់ 99% ដើម្បីស្បែកមានសុខភាពល្អគ្រប់ក្រុមគ្រួសារសហការឧបត្ថម្ភដោយ Yos ជំរឿសពិតពីធម្មជាតិ Cell Card XG Express Yourself អាយ៉ាប្រិយមិត្ត CTN ក្នុងកម្មវិធីច្រែកចិញ្ចាំងជាទីមេត្រីស្វាគមន៍មកកាន់ពិភពអស់កង្វល់សប្បាយរីរាយជួបនឹងពិធីកបងប្អូនភ្លោះក្នុងសុទ្ធមុខក៏ដូចអាវក៏ដូចខោក៏ដូចវិវត្តនិង NB ខ្ញុំឆ្ងល់ NB ឆ្ងល់ថាអានេះបើសិនតែមិនដឹងហៅពងអីឲ្យពិតប្រកបនេះ NB ព្រោះថាបើថាពងមន់វាញាស់ចេញមកជាមន់អីដល់ញាស់ចេញមកយើងពីរនាក់ហៅពងអីពងមនុស្សត្រូវអត់បងប្អូនទាំងអស់គ្នាបាទទូរទស្សនិកជនទាំងអស់គ្នាជាទីរាប់អានបើក CTN មកថ្ងៃសៅរ៍ម៉ោង 8 តិចតួចហ្នឹងគឺថាចំហើយលបែងច្រែកជញ្ជាំងជាការប៉ុណ្ណាឲ្យតែដល់ថ្ងៃសៅរ៍ម៉ោង 8 ដល់ម៉ោង 9 យប់ហ្នឹងអស់លោកស្រីកញ្ញាដែលកំពុងតាមដានទស្សនានៅគេឋានតែងតែបានទស្សនាកម្មវិធីរបស់យើងដែលមានឈ្មោះថាលបែងជ្រែកជញ្ជាំងហើយតែងតែចង់ដឹងថាតើសម្រាប់ទភាពរបស់បេក្ខភាពបានចូលរួមក្រុមខៀវក្រុមក្រហមនរណាខ្លាំងជាងនរណាហើយនរណាដែលនឹងទទួលទឹកប្រាក់ក៏ដូចជារង្វាន់ធំពីកម្មវិធីលបែងជ្រែកជញ្ជាំងរបស់យើងមកបាទត្រូវហើយ NB ឥឡូវនេះសូមបង្ហាញក្រុមពណ៌ខៀវបាទបានជើញបាទបានជើញពីសួរអ៊ីអ៊ំបាទកូននឹងវីបាទអញឆើតបាទហើយបងឆើតថ្ងៃនេះមកនឹងក្នុងនាមជាតួអង្គចិត្តអាក្រក់ឬក៏តួអង្គល្អទៀតបងល្អហើយនោះណាបាទឥឡូវសួរទាំងអស់គ្នាវិញមកឆើតសំជាតួអង្គអីជាងគេបាទដាក់ហ្មងក្រុមនឹងដាក់ហ្មងបាទអ្នកខ្ញុំរំលោភបានលុយឥឡូវនេះគេកក់2រោងឲ្យទៅរំលោភបានលុយអត់ទៅរំលោភទៀតបាទអត់មានរំលោភអីជាប់គុកខុសច្បាប់អីទេបាទមានទេជាប់គុកចុងក្រោយតួអង្គខ្ញុំគឺថាបើមិនជាប់គុកងាប់បាទបងប្អូនឃើញស្រាប់ហើយតាមកញ្ចក់ទូពីចំនួន8ជាងណាបាទដល់នៅឆ្នាំ2000រៀងស្កានេះជាប់គុកពួកខ្លាយមកទីជួតួឆើតណាបាទនៅពើគីសានជាប់គុកសឹងរាល់ថ្ងៃបាទនិយាយរឿងរំលោភនេះបងព្រោះថាឥឡូវរៀងស្ងាត់អស់ហើយតែនៅសល់តិចតួចសល់ប្រហែលអ្នកទេបាទមនុស្សយើងរំលោភថាឥឡូវរំលោភដល់ភ្លើងស្តុបទៅទៀតរំលោភភ្លើងស្តុបអាភ្លើងក្រហមមិនជ្រាបរំលោភជិះហួសទៅទៀតបាទសល់តែ2អ្នកទេបាទចឹងថារឿងច្បាប់ចរាចរណ៍យើងត្រូវគោរពបាទពូមួយនោះគាត់ឆ្លាញ់កូនណាបាទមិនបងគាត់ឲ្យកូនទៅរៀននៅតូចទៅរៀនរាល់ថ្ងៃទៅជូនទៅម៉ូតូបុកដល់អញ្ចឹងជួលសក្លោមួយសម្រាប់ដឹកកូនខ្ញុំទៅរៀនដល់ជួលដាក់សក្លោមួយជួលកូនទៅរៀនរាល់ថ្ងៃចែកដល់នេះម៉ូតូមកបុកសក្លោហ្នឹងកលាប់កូនអាយ៉ាដៃយ៉ាសក្លោយឺតប៉ុណ្ណាគេបុកទៀតរហូតដល់គ្នាអាយុ6 7 10បាទណាឈប់ឲ្យទៅរៀនណាទៅរៀនកោកបុករហូតគ្រោះថ្នាក់អត់លះបុកលើផ្ទះរត់តាមមកបុកដល់លើផ្ទះទៀតហើយហ្មងអញ្ចឹងណាបើគូមួយទៀតនៅស្ទឹងត្រែងបាទនៅស្ទឹងត្រែងនៅកញ្ចេះហើយខាងនោះក៏សម្បូរឈើណាបាទហ្នឹងហើយបងហើយគាត់តូចចិត្តថាកូនគាត់ខុសអីគាត់ក៏មានកំហុសអីពូកសិតពូកសឡុងពូកអីកំភ្លេបាទក្រែសពេញញៀងនួនកញ្ញូងចង់កញ្ញូងបាទអត់ដេកវាដេកតែលើកូនខ្ញុំអរគុណលោកតាអរគុណ
ចាំមើលចាក្រុមក្រហមដែលគេបានត្រៀមអីខ្លះណាដើម្បីមកតទល់សម្ដីហើយក៏ដូចជាតទល់វិជាគុណជាមួយនឹងក្រុមខៀវដូច្នេះសូមមកតាមក្រុមក្រហមជំរាបសួរអូយចកូនខ្ញុំអោនលំទោនេះអោនយ៉ាងហ្នឹងលោកឲ្យឲ្យកូនខ្ញុំនេះតាអោនគេថាម៉ែឲ្យខ្ញុំផ្ដាំមកថាគេថាអោនដាក់គ្រាប់ងើយពីស្កកតែបើខាងប្រុសវិញថ្ងៃមុនគេថាអោនទៅទៀតគ្រាប់មែនអោនដាក់គ្រាប់ទេផ្ញើដាក់គ្រាប់ស្អីទេគ្រាប់ទេគេអោនដាក់គ្រាប់អត់ទេមែនអោនដាក់ដាក់ទេអោនដាក់គ្រាប់ងើយស្កកផ្ញើដាក់គ្រាប់តែបងតើឃើញបងដឹកនាំមកសិតតែសាសភាពនារីបាទសិតតែតុនភ្លុនហើយចំណែកខាងបងឆើតនោះគាត់ជាតួអង្គដែលកាចសាហាវបាទហើយរំលោភគេហៅថារំលោភឥតលហែតួអង្គគាត់បាទស្អីគេគាត់ខាងនោះរំលោភដាក់ខែបាទស្អីខ្ញុំ3នាក់ហ្នឹងជួយបាទទេទេម៉ែណែគេតាមលោភដាក់ខែម៉ែលោភដាក់ថ្ងៃឆាត់ទុកឲ្យខ្ញុំស៊ីផុយសុំសុំកាច់អ្នកហ្នឹងប៉ុន្តែបងមិនខ្លាចក្រែងអីទៅណាអូមិនខ្លាចទេថ្មីត្បិតតែខ្ញុំស្រីម៉ែឥឡូវនេះស្រីគេឲ្យសិតស្មើនឹងបរោះដែរចាបាទឲ្យកូនឥឡូវយើងទុកកតុសទុកកលាំងដើម្បីប្រកួតគ្នាជ្រែកអញ្ចឹងណោះឥឡូវសូមជម្រាបលក្ខន្តិកៈនៅក្នុងកម្មវិធីល្បែងជ្រែកអញ្ចឹងរបស់យើងដែលវិញ្ញាសាដំបូងនេះគឺមានឈ្មោះថាជញ្ចាំងទល់បាត់ជញ្ចាំងទល់គឺតម្រូវឲ្យសមាជិកមួយរូបនៅក្នុងក្រុមឡើងម្នាក់ម្ដងឈរនៅចំតំបន់ពណ៌ខៀវរបស់យើងហាមឆ្លងទៅកាន់តំបន់ពណ៌ក្រហមហើយធ្វើយ៉ាងម៉េចនៅពេលដែលជញ្ចាំងមកយើងពុតពេលអេនរូបរាងរបស់យើងឲ្យត្រូវនឹងជញ្ចាំងឲ្យឆ្លងឲ្យផុតដោយមិនបាក់បែកស្នោមិនធ្លាក់ទឹកយើងនឹងទទួលបានបន្ទុកពេញតែកាលណាបើសិនជាបាក់ជញ្ចាំងឬក៏ធ្លាក់ទឹកធានាថាបាន0តែម្ដងសារ៉ូពងតែនយល់ហើយចាត់ទៅសារ៉ូពងតែនបាទហ្នឹងហើយបើយើងអត់បាក់ទេយើងបានបន្ទុកប៉ុន្មាន10បន្ទុកពេញសម្រាប់វិញ្ញាសាជញ្ចាំងទល់តាមនឹងបងមានវិញ្ញាសាផ្សេងប៉ុន្តែលក្ខខណ្ឌគឺហាមចេញពីផ្ទៃពណ៌ខៀវនេះណាបងបាទចូលចាំចូលផ្ទៃពណ៌ខៀវណាបងបាទអរគុណអ្នកលើកទាំងពីរក្រុមត្រៀមរួចហើយអ្នកណាគេស្ម័គ្រចិត្តឡើងទៅលេមុនគេបាទទុកខ្ញុំចាសូមអញ្ជើញចាដែរបងសាទរឆាតមួយបាទយើងជឿថាចិត្តមេក្រុមយើងសូមតកែពីចាំងបងបាទសូមបងខាញជញ្ចាំងបាច់ទៅដល់បាច់ចិនបាច់ទៅចិនក្នុងក្នុង អត់ធ្លាក់ទឹកណាបងណាអូយល្អណាស់ធ្លាក់ទឹកល្អណាស់បាទឥឡូវនេះបាទមុននឹងសម្រាប់ដាក់បន្ទុកជូនក្រុមខៀវបាទសូមបង្ហាញជូនរូបភាពសារឡើងវិញកាយវិការដំបងដូចជាស្វាហាប់ដែរតែជញ្ជាំងមកដល់បែរជាកវិនវៀនតែម្ដងនេះឈ្មោះចូលជញ្ជាំងនេះគឺតម្រូវឲ្យសមាជិកដែលចូលលេងបញ្ឈរជង្គង់មួយឡើងទៅលើបោះដៃមុខបាញ់ដូចជាព្រួញអញ្ចឹងគឺជាការត្រឹមត្រូវបាត់ទៅហើយប៉ុន្តែលបងឆាតនេះធ្វើខុសស្រឡះលបងឆាតនេះសង្ស័យតែមិនធ្លាប់បាញ់ព្រួញទេមើលទៅប្រហែលជាធ្លាប់បាញ់កប៉ាល់ហោះច្រើនជាងឆ្លងផុតហើយលើកដៃទាំងពីររុំសាយក្លិនក្លៀកទៀតណបើឮតាមពាក្យចចាមអារាមថាលបងឆាតនេះគឺជាអ្នករំលោភនៅក្នុងសាច់រឿងអូយបងភាបងឆាតរំលោភបានលុយវាត្រូវតែអញ្ចឹងឲ្យផឹមណាពីព្រោះថាលបងឆាតនេះបើមិនតួរំលោភទេគឺតួចិត្តអាក្រក់មើលតែមុខគាត់ទៅមើលកាចដូចជាកូនឆ្មាអញ្ចឹង
ខ្ញុំផុតជាមិនដឹងថាឆាគាត់គិតមិននេះគាត់លក្ខណៈត្បោចូលយកតែម្ដងមកអត់ទេបងមិញមើលឃើញរូបគេណែគេដាក់ដៃអញ្ចេះហ៎បងបាទទេបើរូបរាងមើលខ្ញុំដាក់អត់ឯងវាត្រូវហើយហ្នឹងលើកជើងហ្នឹងដៃប្រច្រាំងដៃអត់មានដាក់ហ្មងអត់មានដាក់ទេដៃមិញត្បោលើទេបាទប្រច្រាំងតែជើងលើកបាទលើកវាចំកន្លែងខុសហ្មងលើកវាចំកន្លែងខុសហ្មងចឹងបាទហើយធ្វើម៉េចទៅចឹងកៅឆាយដំបងគេកៅឆាយបាទសូនបន្ទូបាទចាញ់មែនឥឡូវចេះទុកជាបាត់ពិសោធន៍ដល់ក្រុមក្រហមណាបាទមិនព្យាយាមឲ្យរួចដូចថាមិនធ្លាក់ទឹកគឺបានបន្ទុកនោះទេគឺឲ្យត្រូវតាមរូបរាងលើជញ្ជាំងផងបាទចាបងឯងទៅខ្លួនឯងចាគឺខ្ញុំទៅខ្លួនឯងខ្ញុំសុំតែដេស៊ីបែហ្នឹងត្រូវការទឹកឲ្យមកទៅដេស៊ីបែនៅលើនៅក្នុងទឹកជួយឡើងគោកម្ដងហើយអត់ទេដេស៊ីបែតែនៅលើគោកយូរប្រសិកាគ្រួចស្បែកគេមានខ្សែកការពារគេសុំពីស្អីគេណាគេមនុស្សគេរកលប៉ាប្រេដោណានេះប៉ាប្រេដោម៉ែស៊ូមកទេដាក់ធ្លាក់ទឹកហើយដាក់ធ្លាក់ទឹកហើយឥឡូវកងតែដាក់ទេកុំជាងប៉ុណ្ណឹងធ្លាក់ទឹកកុំឲ្យចាញ់ចិត្តបងឆើតត្រៀមហើយបងបានជាអ្វីទេត្រៀមហើយតបាទអញ្ចឹងសូមទៅកាន់ទីតាំងបងសូមបងបាញ់ជញ្ជាំងអូតាដូចទេបាទឥឡូវនេះសូមបង្ហាញជូនរូបភាពសារឡើងវិញសិនបាទរូបភាពអញ្ចឹងមានអីជាបញ្ហាសម្រាប់និយាយតយទៅណោះគ្រាន់តែជាដំណក់ទឹកដេស៊ីបែលតែប៉ុណ្ណោះអូយបងភីអាហ្នឹងគេហៅដំណក់ទឹកដេស៊ីបែលមែននាងខ្ញុំស្មានថាដំណក់ទឹកត្រីមិនមែនទេផឹមដំណក់ទឹកត្រីទុកឲ្យផឹមញ៉ាំបាយកកពេលព្រឹកណាគួរឲ្យដសារសំណាងនិយាយតយដែរហ្នឹងណាពីព្រោះថារូបភាពនេះធ្វើយ៉ាងម៉េចក៏ដោយឲ្យតែឆ្លងផុតនេះលោតដូចគាត់អញ្ចឹងក៏បានដែរសឹងតែបាក់ចកេះក៏បានដែរគិតទៅមនុស្សយើងគ្មានអ្វីសប្បាយជាងទទួលជោគជ័យនោះឡើយអូយតាមពេលនិយាយតយនេះហាឆ្លាមផុតដោយសុវត្ថិភាពមែនប៉ុន្តែមើលសកម្មភាពគាត់ហាក់ដូចជាវិធានណាលឿនផងក្រាបផងមកងើបឈររួចបងភីធម្មតាទេភឹមឲ្យតែចាស់គឺទុនចង្គង់អញ្ចឹងហើយមិនសូវជាបានយូរទេលេងអត់មានខ្លាចមុតអីត្រូវនឹងអត់មានខ្លាចទាំងអស់ឧបសគ្គទាំងបានគឺថាចូលដោយស្រួលហ្មងអូខេឥឡូវជូន10បន្ទូបានបន្ទូឈ្នះហើយឃើញឈ្នះគេយើងឈានមក10បន្ទូហើយដំបងមិនបញ្ហាដំបងតឲ្យតាជញ្ជាំងអបាញ់មិញនេះគឺទទួលបានការឧបត្ថម្ភធំពី Revlon Meat Chum បំបត្តិក្លិនឃ្លាកជារៀងរហូតអរលោកសិនកញ្ញាជាទីគោរពនិងជាទីមេត្រីសម្រាប់វគ្គទី1នេះឃើញថាក្រុមពណ៌ក្រហមនាំមុខបង្គោលខៀវយើងគឺ10បន្ទូហើយប៉ុន្តែមិនដឹងថាវគ្គក្រោយតើក្រុមពណ៌ខៀវនេះអាចស្រោចស្រង់និងស្ដារកិត្តិយសរបស់ខ្លួនឡើងវិញបានដែរឬក៏អត់នោះជួបគ្នាវគ្គក្រោយជាបន្តបាទ